ភាពស្ងៀមស្ងាត់គ្រប់ទីកន្លែងនៅរាត្រីដ៏ខ្មៅងឹតអ្វីដែលលឺនោះគឺសំឡេងឆ្កែនិងកណ្ដូបនៅយប់នេះហ្គេងហ្គេរ៉ាមភ្ញាក់ពីដំណេកស្រែកទឹកនៅពេលយប់គឺជាបញ្ហាធំឥឡូវនេះមនុស្សម្នាក់ក្រោកពីគ្រែដ៏កក់ក្ដៅហើយហ្គេងហ្គេរ៉ាមថែមទាំងមិនអាចបញ្ចប់ពាក្យសម្ដីរបស់គាត់នៅពេលដែលគាត់ឃើញកូនប្រុសរបស់គាត់ឈរនៅពីមុខគាត់មកហេតុអ្វីអ្នកឈរនៅក្នុងបន្ទប់របស់ខ្ញុំនៅពេលយប់បែបនេះខ្ញុំមកយកទឹកឲ្យអ្នកជាលើកចុងក្រោយខ្ញុំឈ្មោះជាលើកចុងក្រោយឥឡូវនេះម៉ូហែនមិនបាននិយាយអ្វីទេគាត់បានវាយក្បាលហ្គេងហ្គេរ៉ាមដោយដំបងហ្គេងហ្គេរ៉ាមរត់ចេញទៅស្រែកថាជួយសង្គ្រោះខ្ញុំកូនប្រុសខ្ញុំនឹងសម្លាប់ខ្ញុំហ្គេងហ្គេរ៉ាមចេញពីផ្ទះរបស់គាត់មនុស្សមួយចំនួនភ្ញាក់ពីដំណេកដោយសារតែការស្រែករបស់គាត់ប៉ុន្តែបន្ទាប់ម៉ូហានក៏មកពីខាងក្រោយហើយសម្លាប់ហ្គេងហ្គេរ៉ាមដោយវាយដុំជប់គ្នាដោយដំបងហើយរត់ត្រឡប់ទៅផ្ទះវិញអោព្រះជាម្ចាស់ឲ្យម៉ូហែនបានសម្លាប់ឪពុករបស់គាត់ហ្វូងមនុស្សបានប្រមូលផ្ដុំគ្នាម៉ូហែនបានចេញមកម្ដងទៀតប៉ុន្តែឥឡូវទឹកមុខរបស់គាត់បានផ្លាស់ប្ដូរហ្វូងមនុស្សបានហើយហៅប៉ូលីសភ្លាមខ្ញុំមិនបានសម្លាប់ឪពុកខ្ញុំទេវាជាមនុស្សម្នាក់ទៀតខ្ញុំបានឃើញអ្នកសម្លាប់ឪពុករបស់អ្នកដោយភ្នែករបស់ខ្ញុំអធិការសាហេបចូលយកគាត់ចេញទៅប៉ូលីសបានចាប់ខ្លួនលោកម៉ូហែនហើយនាំគាត់ចេញទៅប៉ុន្តែការស្រែកនៅតែបន្លឺឡើងក្នុងត្រចៀកមនុស្សខ្ញុំមិនបានសម្លាប់ឪពុកខ្ញុំទេគឺជាមនុស្សម្នាក់ទៀតដែលពោពេញទៅដោយការភ័យខ្លាចតើពេលវេលាដ៏អាក្រក់ប៉ុណ្ណាទៅតើកូនប្រុសកាត់ឪពុករបស់គាត់រួចនិយាយថាគាត់មិនបានធ្វើអ្វីទេក្នុងពេលក្មេងប្រុសថ្មីម្នាក់បានមកភូមិរេជគាត់បានត្រឡប់ទៅភូមិវិញតាក់ទងនឹងផ្ទះនិងដីដូនតារបស់ភូមិនេះខុសពីការចងចាំការពីកុមារភាពរបស់ខ្ញុំហេតុអ្វីបានជាមានការព្រួយបារម្ភទាំងអស់នៅទីនេះរេជសុខសប្បាយជាទេខាងខេត្តសុស្ដីបងប្រុសតើអ្នកកំពុងធ្វើអ្វីនៅក្នុងភូមិពេលប៉ូលីសកំពុងចាប់ខ្លួនម៉ូហែនហើយនាំគាត់ទៅឆ្ងាយវាចម្លែកណាស់បងប្រុសម៉ូហែនបានសម្លាប់ឪពុកហើយគាត់និយាយថាគាត់គ្មានទោសតើអ្នកនិយាយអ្វីនេះមិនមែនជាឃាតកម្មធម្មតាទេរេជមានរឿងចម្លែកមួយកំពុងកើតឡើងនៅភូមិនេះគួរឲ្យខ្លាចណាស់ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញឥឡូវនេះជួបអ្នកនៅថ្ងៃស្អែកប៉ុន្តែគាត់នៅតែគិតថាអ្នកគ្រប់គ្នាសហការគ្នាទើបតែមកដល់យប់បន្ទាប់មនុស្សមានការភ័យខ្លាចចំពោះទង្វើរបស់ម៉ូហែនហើយប្រញាប់ទៅផ្ទះរបស់ពួកគេប៉ុន្តែមានអ្វីមួយមានរឿងចម្លែកកើតឡើងនៅផ្ទះ Rampress មែនហើយដល់ពេលត្រូវចូលគេងជារៀងរហូត Rampress មានអារម្មណ៍ថាប្រពន្ធរបស់គាត់កំពុងតែអ៊ូtomក្នុងដំណេកទើបតែបើកមាត់និយាយអ្វីមួយស្រាប់តែ Liliwati អង្គុយចុះភ្នែករបស់នាងប្រែជាខ្មៅហើយមុខរបស់នាងមើលទៅចម្លែក Liliwati កើតអ្វីឡើងចំពោះអ្នកបាទអ្នកប្រញាប់គេងចូលដេកជារៀងរហូតទៅនាងនិយាយបែបនេះរួចយកស្រោមខ្នើយដែលនៅជិតនោះមកដាក់ជុំវិញរបស់ Rampress យ៉ាងរហ័ស Rampress ចង់ស្រែកប៉ុន្តែក្តាប់របស់ Liliwati គឺខ្លាំងណាស់ដែលគ្មានសំឡេងណាចេញមកក្នុងរយៈពេល2-3វិនាទីភ្នែករបស់ Rampress បើកធំរាងកាយរបស់គាត់ខ្សោយហើយគាត់បានក្លាយជាមនុស្សស្ងៀមជារៀងរហូតសំណើចរបស់ Liliwati បានបន្លឺឡើងពេញផ្ទះតើអ្នកណាសើចយើងនឹងត្រូវចេញទៅមើលពេលរេជចេញមានហ្វូងមនុស្សនៅខាងក្រៅផ្ទះរបស់ Rampress រួចហើយមនុស្សគ្រប់គ្នាភ័យស្លន់ស្លោពេលឃើញសាកសពរបស់ Rampress ប៉ុន្តែរឿងដែលគួរឲ្យខ្លាចបំផុតនោះតើអ្នកបានធ្វើអ្វី Liliwati ខ្ញុំមិនដឹងទេខ្ញុំចេញទៅធ្វើការខ្លះលុះពេលត្រឡប់មកវិញរឿងនេះក៏កើតឡើងកុហកហេសំឡេងសើចរបស់អ្នកបានទៅដល់ផ្ទះរបស់ខ្ញុំប៉ូលីសត្រូវបានហៅម្ដងទៀតហើយ Liliwati ក៏ត្រូវបានចាប់ខ្លួនផងគិតកម្មពីបានកើតឡើងដំបូង Gang Garam បន្ទាប់មក Rampress មនុស្សមានការភ្ញាក់ផ្អើលចំពោះវាគ្មាននរណាម្នាក់អាចយកអ្វីទាំងអស់តើទាំងនេះគ្រាន់តែជាគិតកម្មឬកម្លាំងដែលមិនស្គាល់មួយនៅពីក្រៅតើវាពិតជាបង្កការបំផ្លិចបំផ្លាញនៅក្នុងភូមិមែនឬខណៈនោះបរិសុទ្ធចំណាស់ជាងគេក្នុងភូមិបានមកដល់ដែលកំពុងចេញក្រៅដោយហើយអង្គុយលើកៅអី Shabon នេះគឺជាអំពើបោកបញ្ឆោតបោកបញ្ឆោតមែនហើយបោកបញ្ឆោតអ្នកដែលអាចមកក្នុងរូបរាងរបស់អ្នកណាម្នាក់អាចខ្លែងបន្លំអត្តសញ្ញាណជនរងគ្រោះហើយគ្មាននរណាម្នាក់អាចធ្វើបាបគាត់បានទេរហូតដល់គាត់បានបញ្ចប់កិច្ចការរបស់គាត់ប៉ុន្តែហេតុអ្វីបានជាមនុស្សម្នាក់សម្លាប់សាច់ញាតិរបស់ខ្លួននេះគឺជាអំណាចនៃការបោកគាត់នឹងមើលទៅដូចជាម្នាក់ក្នុងចំណោមអ្នកហើយនឹងនិយាយដូចអ្នកប៉ុន្តែការពិតវានឹងមិនមែនជាអ្នកដែលប្រកែករេជដែលជាប៉ូលីសនោះទេដោយនិយាយថាទាំងអស់នេះគឺជារឿងព្រេងនិទានគ្មានការបោកបញ្ឆោតទេខ្ញុំជាប៉ូលីសខ្ញុំនឹងរកឃើញជនល្មើសពិតប្រាកដបរិសុទ្ធចំណាស់ត្រឡប់ទៅផ្ទះវិញដោយសើចម៉ោងគឺ3:15នាទីយប់ Pancake កំពុងដេកនៅផ្ទះរបស់គាត់ស្រាប់តែមានសំឡេងគោះទ្វារអ្នកណានៅម៉ោងប៉ុណ្ណឹងគ្មានចម្លើយទេប៉ុន្តែការគូសនៅតែបន្ត Pancake ក្រោកឡើងហើយដើរទៅឆ្ពោះទៅមាត់ទ្វារលុះពេលគាត់បើកទ្វារភ្លាមនោះ Shamlo ឈរនៅពីមុខគាត់ប៉ុន្តែភ្នែករបស់គាត់មានពណ៌ក្រហមខុសពីធម្មតា Shamlo Pancake ពេលវេលារបស់អ្នកនៅទីនេះបានបញ្ចប់នៅម៉ោងចុងក្រោយនេះគាត់បាននិយាយថាហើយរើដុំដែកដែលនៅក្បែរនោះហើយវា Pancake ចំក្បាលការយំដុតជាចាប់របស់ Pancake បន្លឺឡើងពេញភូមិហើយនៅពេលដែលមនុស្សរត់ទៅផ្ទះរបស់គាត់បានស្លាប់ភាពភ័យរន្ធត់បានរីករាលដាលនៅក្នុងភូមិម្ដងទៀតមិនមែនជាគ្រោះថ្នាក់ធម្មតាទេតើមានអ្វីកើតឡើងចំពោះប្រជាជនភូមិនេះគ្មាននរណាម្នាក់ស្ដាប់ខ្ញុំនៅពេលនោះបន្ទាប់ពីការស្លាប់របស់ Pancake គ្មាននរណាម្នាក់នៅក្នុងភូមិហ៊ានចេញមកក្រៅប៉ុន្តែទោះបីជាមានការភ័យខ្លាចនេះក៏ដោយក៏ឃាតកម្មមួយផ្សេងទៀតបានកើតឡើងនៅយប់បន្ទាប់ Graham កំពុងតែយកយ៉ាងកូនប្រុសសូមយកទឹកខ្លះមកខ្ញុំស្រែកទឹកខ្លាំងណាស់ប៉ុន្តែបាននិយាយអ្វីទេភ្លាមនោះនាងបានរើកាំបិទផ្ទះបាយដែលនៅក្បែរនោះហើយចាក់ជំទ្រូងរបស់ប្រេតថាមនាងហេហែតអ្នកកំពុងធ្វើអ្វីសែងគេថាឥឡូវនេះគ្មាននរណាម្នាក់ស្រែកទឹកទេប៉ាភ្នែករបស់ Pratham ចាប់ផ្ដើមត្រជាក់បន្តិចម្ដងហើយ Senji ថាកំពុងញ៉ាំនៅទីនោះនៅពេលដែលអ្នកភូមិបានទទួលដំណឹងនេះគ្រប់គ្នាញ័រខ្លួនឥឡូវនេះគ្មាននរណាម្នាក់សង្ស័យថា Chalawa ពិតជាបានមកដល់ភូមិហើយនេះពិតជាស្នាដៃរបស់ Chalawa អូព្រះឲ្យតើអ្នកណាដាក់ភ្នែកអាក្រក់លើភូមិនេះរហូតមកដល់ពេលនេះមានគិតកម្មចំនួន4បាត់ Gang Garam Rampress Pancake និង Pratham ឥឡូវនេះអ្នកភូមិភ័យខ្លាចសំបីតែដើរហើរនៅទីវិគ្មាននរណាម្នាក់ដឹងថាអ្នកណានឹងផ្លាស់ប្ដូររូបរាងពីអ្នកណាហើយសម្រាប់អ្នកណានៅពេលនេះនោះទេតើ Chandon ដែលជាបុរសឆ្លាតបំផុតដែលរស់នៅក្នុងភូមិបានកត់សម្គាល់អ្វីមួយទេChalawa មិនដែលសម្រាប់តាមលំនាំជាក់លាក់ណាមួយទេគាត់សម្រាប់មនុស្សដោយចៃដន្យប៉ុន្តែមានលំនាំនៅទីនេះតើនេះមានន័យយ៉ាងណាមើលដោយប្រុងប្រយ័ត្នមនុស្សទាំងអស់ដែលត្រូវបានតើពួកគេតាក់ទងគ្នាដោយរបៀបណាពួកគេទាំងអស់គ្នាជាប់ពាក់ព័ន្ធនឹងការទិញនិងលក់ដីហើយលេខបន្ទាប់គឺឪពុកខ្ញុំព្រោះគាត់នៅជាមួយពួកគេដល់វេនខ្ញុំហើយបើដូច្នោះមែននោះមានន័យថា Chalawa វានឹងយកទម្រង់របស់អ្នកមែនហើយឥឡូវនេះយើងត្រូវតែត្រៀមខ្លួនរួចរាល់
អ្នករាល់គ្នានៅក្នុងភូមិមានការភ័យស្លន់ស្លោវាជាពេលយប់ប៉ុន្តែលើកនេះគ្មានអ្នកណាម្នាក់មកផ្ទះ Shannon ដង្ហើមរបស់គាត់លឿនគាត់នៅភ្ញាក់ពេញមួយយប់ប៉ុន្តែគ្មានការវាយប្រហារទេតន្ត្រីពេលព្រឹកព្រលឹម Rajev មកជួបគាត់រាត្រីបានកន្លងផុតទៅដោយសន្តិភាព Shannon មើលទៅឆាហាឡាវក៏ខ្លាចអ្នកដែរ Shannon សម្លឹងមើលគាត់ដោយភ្នែកជ្រៅបន្ទាប់មកភ្លាមហើយដោយមិននិយាយអ្វីសោះគាត់បានរើកាំបិតដែលនៅក្បែរនោះហើយតើ Rajev Shannon ធ្វើអ្វីនៅក្នុងពោះ Rajev ចំពុកដួលហើយដួលលើដីរាងកាយរបស់គាត់ញ័រដោយសារការញ័រមនុស្សរត់ទៅទីនោះ Shannon តើមានអ្វីកើតឡើងចំពោះអ្នកហេហេតុអ្វីបានជាអ្នកសម្លាប់ Rajev យើងគិតថាអ្នកនឹងរួចផុតពីល្បិចនេះប៉ុន្តែអ្នកបានក្លាយជាឃាតករខ្លួនឯងប៉ុន្តែភ្លាមនោះរាងកាយរបស់ Rajev ចាប់ផ្ដើមប្រកាច់យ៉ាងចម្លែកហើយប្រែក្លាយទៅជា Chalava អព្រះឲ្យមានរឿងអីកើតឡើងបន្ទាប់មកភ្លាមនោះការចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាបានងាកទៅម្ខាងទៀតនៃភូមិ Rajev ពិតប្រាកដកំពុងឈរនៅទីនោះមុខរបស់គាត់ស្លេកគាត់ព្យាយាមរត់គេចប៉ុន្តែអ្នកភូមិបានចាប់គាត់ខ្ញុំពិតជាសង្ស័យថាអ្នក Rajev មនុស្សដែលត្រូវបានសម្លាប់ដោយ Chalava មុននេះពួកគេទាំងអស់សុទ្ធតែជាឈ្មួញដីហើយអ្នកក៏ចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដីធ្លីដូចគ្នាដែរខ្ញុំយល់ថានេះមិនអាចជាការខុបខិតគ្នាបានទេប្រាប់ខ្ញុំថាហេតុអ្វីបានជាអ្នកធ្វើទាំងអស់នេះដេកខ្ញុំមកលក់វាមិនមែនជារបស់ខ្ញុំទេអ្វីតើអ្នកមានន័យថាយ៉ាងម៉េចមនុស្សទាំងអស់នេះ Gangaram, Ram Prasad, Pancake និង Pritham ពួកគេបានយកដីនោះពីឪពុកខ្ញុំដោយបង្ខំហើយនៅពេលដែលឪពុកខ្ញុំមិនអាចធ្វើអ្វីបានគាត់ខ្ញុំចង់សងសឹកចំពោះការស្លាប់របស់ឪពុកខ្ញុំបន្ទាប់មកខ្ញុំបានដឹងថា Chalava នៅក្បែរភូមិមួយនេះខ្ញុំបានគ្រប់គ្រង Chalava មែនហើយខ្ញុំបានជួបមនុស្ស Tantric ម្នាក់ដែលបានបង្ហាញខ្ញុំពីវិធីគ្រប់គ្រង Chalava ខ្ញុំបានស្វែងរកជំនួសល្អខ្ញុំបានប្រើ Chalo បង្ខំឪពុកខ្ញុំឲ្យធ្វើអត្តឃាតឥឡូវនេះអ្វីច្បាស់លាស់ហើយឈប់រឿងភាគ Rajev នេះអ្នកនឹងចំណាយពេលពេញមួយជីវិតនៅពីក្រោយបារផ្ដាល់ឲ្យ Rajev ទៅប៉ូលីសអ្នកដែលគ្មានទោសដែលជាប់គុកត្រូវបានសង្គ្រោះហើយជាលើកដំបូង